ពីអ្នកកាយកាយឈ្មោះអីកាយឈ្មោះចយបាទឈ្មោះនៅលយទៀតពីអ្នកកាយយើងនាំគ្នាដើរព្រៃឡើងទៅលើស្ទឹងពង្រូលហើយស្ទឹងនេះមើលទៅដូចជាស្ងាត់ដែរណាមើលទៅផ្លូវដឹងនេះផ្លូវគឺដឹងថាមានណាគេចូលមកបាននេះផ្លូវនេះតែម៉ូតូក៏ឡើងមិនកើតដែរបាទចឹងហ្នឹងបានពីអ្នកកាយគាត់នាំខ្ញុំឡើងមកស្ទឹងពង្រូលហើយគាត់ថាបើចង់ទៅលេងស្ទឹងពពកត្រូវទៅពីម៉ោងប៉ុន្មានអូនម៉ោង5-6ព្រឹកបាទទៅដល់ដល់ជាម៉ោង7:30ព្រឹកបងហើយយើងតោះថាបងគេងនៅហ្នឹងបងហ្នឹងគេងស្មាត់គេងនៅព្រៃមានតង់គេបោះតង់ណាអូខេអូផ្លូវដល់កនេះមកផ្លូវទៀតឡើងទៅឡើងទៅយើងបរិយាខ្ញុំហើយឡើងទៅលើនេះបត់ទៅនេះទៀតមកហើយនៅលើនោះមានគេលក់អីអត់អត់មានទេអត់មានទេណាបាទចប់ហើយយើងបងទៅនេះមានអ្នកអានេះបានគេហៅថា adventure សងព្រេងមែនណាមួយអាហត់ណាចាស់ហើយមើលបងប្អូនឡើងទៅដល់លើតើទេសភាពស្អាតប៉ុណ្ណាហេគាត់ថានៅនឹងបងពីរនាក់លើមានថ្មពេលឡើងទៅមើលខាងក្រោមទៅហើយចង់ទៅចោលឯងហើយដើរថតដង្ហើមទៅហក់ចងងាប់អាចយនាំពូមកដាច់ចង្វែងហើយតោះទៅមុខទៀតបាទនេះជា adventure លើកទី2តពីលើកទី1នៅទឹកធ្លាក់អូតង់ឥឡូវនេះគឺទឹកធ្លាក់ស្ទឹងពង្រូលបងប្អូនមើលទៅផ្លូវនេះគឺថាស្បែកជើងមកមិនបាច់ពាក់ឡើងមកទេឡើងតាមនឹងឡើងរួចទៅបីដៃតោងនៅអំពើនេះសិនណាយកជើងទៅហើយចាំកាន់កាមេរ៉ានេះថតមកពូចុះក្រោមមកវិញណាបាទពូយកជើងជន់ពូជន់ថ្មពូជន់ថ្មនេះឡើយណាជន់ថ្មកើទៅដឹងណាអូនេះកន្លែងជន់ដាញ់ពូដាញ់ហេកុំអើយទៅវិញមិនអាចលោតប្រយោជន៍ទេអូកាន់ថតមើលថតទូđi cơចូលម៉ាយអូស្អាតចូលម៉ាយអាស្អាតអត់តោះមានណាស្អាតជាងស្រុកខ្មែរទេអូ I like it so much មកនោះផ្លូវមិញផ្លូវខ្ញុំជិះមកផ្លូវក្រហមចេះហ្នឹងណា
mà cho anh đứa khuyên tắc cái này ok ta hot nè anh đó thằng hai ông sang đó cái này tê sao mau phải chia lạc máu ấy